សួស្តីលោកគ្រូថ្ងៃនេះខ្ញុំតែ practice មួយpractice របស់ PP អញ្ចឹងនេះខ្ញុំសូឈ្មោះ user ខ្ញុំហើយបន្ទាប់មកខ្ញុំចាប់ផ្ដើមប្រើខ្ញុំវាយ command ls ហើយបន្ទាប់មកយើងវាយ pp head n 3នេះសូ first line ចំនួន3មាន developer process.txt developer process.txt Google Chrome អានេះ file ខ្ញុំបានបង្កើតកាលមុនអញ្ចឹងខ្ញុំ ls មើលចឹង file ខ្ញុំមានតែ2នេះទេចឹងខ្ញុំត្រូវការបង្កើត file 3សម្រាប់តេស្តខ្ញុំ touch ដើម្បីបង្កើត file មកយើងប្រើ command touch demo ខ្ញុំទីគេបានមួយហើយមួយទៀត touch sorry ចឹងអានេះខ្ញុំបង្កើតតែមួយទេសម្រាប់ដាក់ create line នៅក្នុងហ្នឹងនៅក្នុង file demo ហ្នឹងចឹងខ្ញុំ cut file ហ្នឹងយកមកមើល file ដែលខ្ញុំបាន create មុនហ្នឹងគេចឹងខ្ញុំចាប់ដើមបញ្ចូល line តេស្តចំនួន6គេចឹងខ្ញុំបង្កើតចំនួន6ប៉ុណ្នេះដើម្បីតេស្តហើយ control D save ឥឡូវវាដាច់ចឹងខ្ញុំ ASA ចូលម្ដងទៀតគេចឹងបន្ទាប់ពី save ហើយខ្ញុំទៅសូ3 line ហ្នឹងមកចេញពី6 line ហ្នឹងអញ្ចឹងយើងប្រើ command head .n demo.txt អញ្ចឹង3 line វាមានline ទី2ទី3និងទី4ករណីមួយទៀតបើយើងចង់សូ line ដោយយើងប្រើ echo បាទយើងប្រើ echo .e មកហើយតោះចង់សូ line 1 online 2
ឈ្មោះfile យើងមិនគេ add មុនហ្នឹងចឹងនេះយើងអាចយើង echo line 1 line 2មកបាន